បាទថ្ងៃនេះរីករាយសប្បាយចិត្តដែលបងអូនសុភាបាទក្រុមសុភាបានមកទទួលសញ្ញាបត្រនៃវគ្គបណ្ដុះបណ្ដាលជំនាញតម្លើងប្រព័ន្ធសូឡាតាមផ្ទះប្រព័ន្ធសូឡាបូមទឹកដែលយើងបានរៀនរួចមកហើយទាំងការវាយម៉ាស់ដីអូមវាស់អូមអីណាយើងចេះអស់ហើយណាបាទចេះហើយបានអនុវត្តទេបានចុះអនុវត្តជាមួយក្រុមការងារទេបានចុះជាមួយក្រុមការងារយើងហើយបានចុះជាមួយហើយធ្វើអីទៀតខ្ញុំតម្លើងប្រើប្រាស់ខ្លួនឯងបានចុះតម្លើងហើយចេះអាចតម្លើងខ្លួនឯងបានតម្លើងប្រើខ្លួនឯងចឹងអត់ទាន់បានតម្លើងឲ្យភ្ញៀវទេអត់ទាន់ទេតម្លើងខ្លួនឯងសិនតែនៅតែអាចតម្លើងបានអញ្ចឹងឡើងបានឥឡូវនេះប៉ុន្មានគីឡូតម្លើងបានប៉ុន្មានគីឡូផ្ទះយើង16គីឡូ16គីឡូ inverter 16គីឡូបាទហើយប្រើគ្រប់គ្រាន់នៅទេប៉ុន្តែតាមថែមតាមក្រោយថែមបានចេះថែមអីបានហ្នឹងហើយយើងប្រើរូបមន្តដែលយើងរៀនហ្នឹងណាពីសាលាទៅហ្នឹងគឺថាយើងចេះគណនាអីមើលទំហំខ្សែមើលអីបាទមើលទំហំខ្សែហើយប្រភេទ inverter អីយើងរើសយកប្រភេទល្អហ្នឹងណាមាន TUV បាទស្គាល់ IP TUV អីជាដើមបាទអញ្ចឹងបងអូនបានរៀនចេះហើយបានយកទៅអនុវត្តក្នុងមុខរបរក្នុងការរកទទួលទាននិងប្រើប្រាស់សម្រាប់តម្លើងខ្លួនឯងតេស្តរបស់ផាកលបងហើយចឹងហើយខាងក្រុមហ៊ុនយើងខាង IB នឹងផ្ដល់ជូនសញ្ញាបត្រនេះជូនគាត់ដើម្បីគាត់មានឱកាសយកសញ្ញាបត្រនេះទៅរៀនបន្តនៅអូស្ត្រាលីបាទហើយបានតាក់ទងគេមុនហើយមែនទេសួរនាំហើយហើយយើងមានសញ្ញាបត្រពីខ្មែរទៅគេទៅដល់នោះគេអាចឲ្យយើងរៀនបន្តដែរបានខ្លះចឹងគេអាចសួរនាំថាខ្លះទៀតហើយគេឲ្យយើងសាកល្បងខ្លះមុននឹងចាប់ជំនាញណាមួយអូខេបាទចឹងអរគុណច្រើនហើយបងប្អូនកូនក្មួយទាំងអស់ដែលមិនទាន់បានសញ្ញាបត្របាទអាចមកទទួលសញ្ញាបត្របានប៉ុន្តែត្រូវតែមានរបាយការណ៍ដោយបងអូននេះបងអូនតម្លើងបងអូនសួរនាំឲ្យតម្លើងឲ្យបាញ់ចូលគ្រប់មកថាបានតម្លើងហើយបានជោគជ័យហើយអញ្ចឹងសារៈសញ្ញាបត្រនេះមិនមែនសញ្ញាបត្រទេសញ្ញាឃើញទេបានធ្វើទៅបានធ្វើបានអីពិតប្រាកដឲ្យតែបងប្អូនកូនក្មួយយើងបានរៀនចេះបានធ្វើបាទដាក់ថ្ងៃកំណត់មកយកសញ្ញាបត្របានណាដាក់ថ្ងៃកំណត់មកសូមមកយកទួលសញ្ញាបត្រដើម្បីយកទៅប្រើការហើយសញ្ញាបត្រនេះមានសិទ្ធិលក់ចាយបន្តមិនមែនទិញពីខ្ញុំលក់បន្តទេទិញពីណាលក់តក៏បានដែរធ្វើណាធ្វើអាជីវកម្មបាទន័យថាយើងមានជំនាញច្បាស់លាស់ក្នុងការធ្វើការងារតម្លើងសូឡានេះមិនឲ្យមានបញ្ហាពីភ័យមានបញ្ហាអីផ្ទះគេទេយើងដឹងຂະຫນາດខ្សែគណនាទំហំខ្សែច្បាស់លាស់អញ្ចឹងអូនមានអីចង់និយាយទៅបងប្អូនយើងអ្នកក្រោយបងប្អូនទាំងអស់ដែលអត់ទាន់មានជំនាញឬក៏មានជំនាញផ្នែកអគ្គិសនីហើយចង់បន្ថែមមុខវិជ្ជាទៅលើជំនាញសូឡាអាចមករៀននៅ IMB ថែមជំនាញពិតប្រាកដហើយធ្វើហើយគឺមិនខ្លាចនឹងគ្រោះថ្នាក់អីទេព្រោះយើងស្គាល់អស់ហើយបាទអរគុណច្រើនអូនអញ្ចឹងកូនក្មួយនៅវគ្គក្រោយនេះយើងនឹងមានវគ្គបណ្ដុះបណ្ដាលបន្តទៀតទាំងជំនាញជួសជុលទាំងជំនាញតម្លើងទាំងជំនាញផ្សេងយើងមានច្រើននៅទីនេះតែបងប្អូនកូនក្មួយដែលចាប់អារម្មណ៍អាចតំណមកខាង admin បាទក្រុមការងារដើម្បីយើងទទួលនៅវគ្គបណ្ដុះបណ្ដាលនៅក្រោយពីចូលឆ្នាំចិននេះបាទសូមអរគុណណាក្មួយបាទសូមព្រះប្រទានពរ